រឿងផ្ទះខ្មោចចូលផ្ទះចាស់ទ្រុឌទ្រោមមួយខ្នងឈរឯកោនៅចុងភូមិស្រងេះស្រងោចហ៊ុំព័ទ្ធដោយដើមឈើធំរិចរិលដែលបន្លឺសំឡេងគ្រិះរាល់ពេលខ្យល់បក់មកអ្នកភូមិតែងនិយាយគ្នាថាផ្ទះនោះជាផ្ទះខ្មោចចូលគ្មានអ្នកណាហ៊ានចូលទៅជិតនៅពេលយប់ឡើយរឿងរ៉ាវភ័យរន្ធត់អំពីការលងបន្លាចនៅក្នុងផ្ទះនោះបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តអ្នកភូមិរាប់ជំនាន់មកហើយប៉ុន្តែសម្រាប់ម៉ាលីនីជានារីវ័យក្មេងដែលទើបតែផ្លាស់ប្ដូរការងារមកភូមិនេះរឿងរ៉ាវទាំងនោះហាក់ដូចជារឿងនិទានកុមារដែលគ្មានមូលដ្ឋានអ្វីពិតប្រាកដម៉ាលីនីជាមនុស្សដែលមិនងាយជឿលើរឿងអរូបីហើយនាងតែងតែចង់ស្រាយចម្ងល់ដោយខ្លួនឯងពេលដែលនាងបានដឹងថាផ្ទះចាស់នោះត្រូវបានគេដាក់លក់ក្នុងតម្លៃថោកបំផុតនាងក៏សម្រេចចិត្តទិញវាភ្លាមដោយមិនខ្វល់ពីពាក្យចាមអារាមទាំងឡាយថ្ងៃដែលនាងផ្លាស់ចូលមករស់នៅផ្ទះមើលទៅចាស់ទ្រុឌទ្រោមខ្លាំងណាស់ពោពេញទៅដោយធូលីដីនិងស្នាមប្រឡាក់ចាស់ប៉ុន្តែម៉ាលីនីមិនបានបាក់ទឹកចិត្តឡើយនាងមានគម្រោងជួសជុលផ្ទះនេះឲ្យក្លាយជាទីស្នាក់នៅដ៏កក់ក្ដៅនិងស្រស់ស្អាតរបស់នាងថ្ងៃដំបូងបានកន្លងផុតទៅដោយគ្មានអ្វីចម្លែកកើតឡើងឡើយធ្វើឲ្យម៉ាលីនីកាន់តែជឿជាក់ថារឿងខ្មោចលងគ្រាន់តែជាការភ័យខ្លាចដែលអ្នកភូមិបង្កើតឡើងប៉ុណ្ណោះយប់ដំបូងនៅក្នុងផ្ទះចាស់ភាពស្ងាត់ជ្រងំបានគ្រប់ដណ្ដប់គ្រប់ទីកន្លែងខ្យល់បក់មកប៉ះបង្អួចបន្លឺសំឡេងរករកតិចម៉ាលីនីកំពុងតែអានសៀវភៅនៅក្នុងបន្ទប់ទទួលភ្ញៀវស្រាប់តែនាងឮសំឡេងជើងដើរតិចនៅជាន់ខាងលើនាងទៀងត្រចៀកស្ដាប់តែសំឡេងនោះក៏ស្ងាត់បាត់ទៅវិញនាងគិតថាប្រហែលជាសំឡេងសត្វកណ្ដុររត់លេងប៉ុណ្ណោះក៏បន្តការអានសៀវភៅរបស់នាងវិញប៉ុន្តែយប់បន្តបន្ទាប់មកសំឡេងជើងដើរនៅជាន់ខាងលើក៏កាន់តែញឹកញាប់និងច្បាស់ជាងមុនពេលខ្លះដូចជាមានគេកំពុងតែអូសអ្វីមួយធ្ងន់នៅលើកម្រាលឈើម៉ាលីនីចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនាងបានឡើងទៅពិនិត្យមើលជាន់ខាងលើជាច្រើនដងតែនាងមិនបានឃើញអ្វីខុសប្រក្រតីឡើយធូលីដីនៅតែគ្រប់ដណ្ដប់គ្រប់ទីកន្លែងហើយគ្មានសញ្ញាណាមួយបង្ហាញថាមាននរណាម្នាក់ធ្លាប់ឡើងមកទីនេះនាពេលថ្មីនេះទេថ្ងៃមួយពេលម៉ាលីនីកំពុងតែសម្អាតបន្ទប់គេងនៅជាន់ក្រោមនាងបានប្រទះឃើញកូនសោចាស់ច្រេះមួយនៅក្រោមគ្រែនាងព្យាយាមបើកទ្វារផ្សេងក្នុងផ្ទះតែកូនសោនោះហាក់ដូចជាមិនត្រូវនឹងទ្វារណាមួយឡើយដោយចង់ដឹងខ្លាំងពេកនាងក៏ឡើងទៅជាន់ខាងលើម្ដងទៀតហើយបានកត់សម្គាល់ឃើញទ្វារចាស់មួយដែលលាក់ខ្លួននៅជ្រុងម្ខាងនៃច្រករបៀងដែលនាងមិនដែលបានចាប់អារម្មណ៍ពីមុនមកទេទ្វារនោះមានសភាពចាស់ទ្រុឌទ្រោមជាងទ្វារផ្សេងទៀតហើយមានចន្លោះប្រហោងតូចដែលអាចមើលចូលទៅខាងក្នុងបានម៉ាលីនីសាក់លបងយកកូនសោចាស់នោះមកបើកទ្វារនោះហើយនាងពិតជាអាចបើកវាបានមែនទ្វារបើកយឺតបង្ហាញឲ្យឃើញបន្ទប់តូចមួយដែលងឹតសូនអាសងពោពេញទៅដោយក្លិនស្អុយចម្លែកម៉ាលីនីមានអារម្មណ៍ព្រឺព្រួចពេញខ្លួនតែនាងនៅតែសម្រេចចិត្តចូលទៅមើលខាងក្នុងពេលភ្នែករបស់នាងសាំនឹងភាពងឹតនាងក៏ចាប់ផ្ដើមឃើញវត្ថុផ្សេងនៅក្នុងបន្ទប់មានតូចឈើចាស់មួយដែលពោពេញទៅដោយធូលីដីសៀវភៅរហែករីប៉ាយពេញឥដ្ឋនិងរូបថតចាស់ជាច្រើនសន្លឹកដែលសន្លឹកខ្លះមានរូបមនុស្សដែលនាងមិនស្គាល់មើលទៅ
ស្រងេះស្រងោចនៅជ្រុងម្ខាងទៀតនៃបន្ទប់នាងបានឃើញកៅអីរញ្ជួយមួយដែលកំពុងតែរើខ្លួនតិចទោះបីជាគ្មានខ្យល់បក់ក៏ដោយម៉ាលីនីចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចពិតប្រាកដជាលើកដំបូងនាងដឹងថាបន្ទប់នេះមានអ្វីមួយមិនប្រក្រតីស្របពេលនោះនាងក៏ឮសំឡេងខ្សឹបខ្សៀវតិចបន្លឺឡើងក្បែរត្រចៀករបស់នាងចេញទៅនេះមិនមែនជាកន្លែងរបស់អ្នកសំឡេងនោះត្រជាក់ស្រាវធ្វើឲ្យរោមក្បាលរបស់ម៉ាលីនីស្រៀបសន្ធឹកនាងងាកមើលជុំវិញខ្លួនយ៉ាងលឿនតែមិនឃើញមាននរណាម្នាក់ភាពភ័យខ្លាចបានគ្រប់ដណ្ដប់នាងទាំងស្រុងនាងស្ទើរតែរត់ចេញពីបន្ទប់នោះភ្លាមប៉ុន្តែដោយចិត្តចង់ដឹងខ្លាំងពេកម៉ាលីនីបានសម្រេចចិត្តនៅបន្តទៀតនាងរើសរូបថតចាស់មួយសន្លឹកមកមើលរូបថតនោះបង្ហាញឲ្យឃើញគ្រួសារមួយដែលមានឪពុកម្ដាយនិងកូនស្រីតូចម្នាក់មុខមាត់របស់ពួកគេមើលទៅសប្បាយរីករាយតែភ្នែករបស់កូនស្រីតូចហាក់ដូចជាសម្លឹងមកនាងដោយកែវភ្នែកដ៏សោកសៅភ្លាមនោះខ្យល់ត្រជាក់ខ្លាំងបានបក់ចូលមកក្នុងបន្ទប់ធ្វើឲ្យធូលីដីហាទ្រលោមកៅអីរញ្ជួយក៏ចាប់ផ្ដើមរើខ្លួនខ្លាំងជាងមុនហើយសំឡេងខ្សឹបខ្សៀវក៏លាន់ឬជាបន្តបន្ទាប់ហាក់ដូចជាកំពុងតែខ្សឹបប្រាប់រឿងអ្វីមួយម៉ាលីនីមានអារម្មណ៍ថាមានវត្តមានអ្វីមួយនៅក្នុងបន្ទប់នេះជាមួយនាងវត្តមានដែលមិនអាចមើលឃើញតែអាចមានអារម្មណ៍បានដោយភាពក្លាហានដែលនាងមិនធ្លាប់មានពីមុនមកម៉ាលីនីបានសួរទៅកាន់ភាពងឹតថាតើអ្នកជានរណាតើអ្នកចង់ឲ្យខ្ញុំជួយអ្វីភាពស្ងៀមស្ងាត់បានសាយភីពេញបន្ទប់មួយសន្ទុះធំរួចមកសំឡេងខ្សឹបខ្សៀវក៏បន្លឺឡើងម្ដងទៀតតែលើកនេះច្បាស់ជាងមុនបន្តិចផ្ទះនេះជារបស់ពួកយើងពួកគេយកវាទៅហើយម៉ាលីនីចាប់ផ្ដើមយល់ពីរឿងរ៉ាវដែលលាក់ទុកនៅក្នុងផ្ទះនេះគ្រួសារដែលមានរូបថតទាំងនោះប្រហែលជាម្ចាស់ដើមនៃផ្ទះនេះហើយពួកគេប្រហែលជាបានជួបរឿងអាក្រក់នៅទីនេះដែលធ្វើឲ្យព្រលឹងរបស់ពួកគេមិនអាចទៅណាបានចាប់ពីថ្ងៃនោះមកម៉ាលីនីលែងមានអារម្មណ៍ភ័យខ្លាចចំពោះការលងបន្លាចទៀតហើយផ្ទុយទៅវិញនាងមានអារម្មណ៍អាណិតអាសូរចំពោះវិញ្ញាណដែលជាប់នៅក្នុងផ្ទះនេះនាងបានចាប់ផ្ដើមស៊ើបអង្កេតពីប្រវត្តិនៃផ្ទះនេះនិងព្យាយាមស្វែងរករឿងរ៉ាវដែលបានកើតឡើងចំពោះគ្រួសារនោះនាងបាននិយាយជាមួយអ្នកភូមិចាស់ដែលបានដឹងរឿងរ៉ាវពីអតីតកាលនាងបានដឹងថាផ្ទះនេះធ្លាប់ជាផ្ទះរបស់គ្រួសារអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ដែលបានបាត់បង់ជីវិតយ៉ាងអាថ៌កំបាំងនៅក្នុងផ្ទះនេះកាលពីច្រើនឆ្នាំមុនអ្នកភូមិជឿថាវិញ្ញាណរបស់ពួកគេនៅតែវង្វេងវង្សមិនបានទៅណាឆ្ងាយដោយសារតែរឿងអយុត្តិធម៌ដែលពួកគេបានជួបប្រទះម៉ាលីនីបានសម្រេចចិត្តជួយវិញ្ញាណទាំងនោះឲ្យបានទៅកាន់សុគតិភពនាងបានរៀបចំពិធីសាសនាតាមជំនឿប្រពៃណីខ្មែរដោយមានការចូលរួមពីគ្រូអាចារ្យក្នុងភូមិក្នុងពិធីនោះនាងបានអធិដ្ឋានសុំឲ្យវិញ្ញាណទាំងនោះបានរួចផុតពីទុក្ខវេទនានិងបានទៅកាន់ទីបរមសុខក្រោយពីពិធីនោះរួចមកការលងបន្លាចនៅក្នុងផ្ទះចាស់ក៏បានស្ងប់ស្ងាត់បន្តិចម្ដងម៉ាលីនីនៅតែរស់នៅក្នុងផ្ទះនោះ
ហើយនាងមានអារម្មណ៍ថានាងមិនឯកោទៀតឡើយដូចជាមានវត្តមានដ៏ស្ងប់ស្ងាត់មួយកំពុងតែនៅក្បែរនាងជឿថាវិញ្ញាណនៃគ្រួសារនោះបានទទួលបានសេចក្តីសុខហើយពួកគេកំពុងតែការពារនាងពីចម្ងាយរឿងរ៉ាវអំពីកផ្ទះខ្មោចចូលរបស់ម៉ាលីនីបានសាយភាយពេញភូមិអ្នកភូមិលែងខ្លាចផ្ទះនោះទៀតហើយព្រោះពួកគេបានឃើញថាភាពក្លាហាននិងសេចក្តីសប្បុរសរបស់ម៉ាលីនីបានបំបត្តិភាពភ័យខ្លាចនិងនាំមកនូវសេចក្តីសុខសាន្តដល់ទីកន្លែងដែលធ្លាប់តែពោរពេញទៅដោយភាពភ័យរន្ធត់នេះផ្ទះចាស់ទ្រុឌទ្រោមបានប្រែក្លាយទៅជាផ្ទះដែលមានរឿងរ៉ាវអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍និងជាទីកន្លែងដែលសេចក្តីអាណិតអាសូរបានជំនួសភាពភ័យខ្លាច